បាទនេះគឺជាសកម្មភាពពួកគាត់សមសម្រាប់ធ្វើសង្គ្រាមនៅខាងមុខនេះនៅខាងមុខក្នុងខែ4ហ្នឹងហើយសង្គ្រាមនៅវិទ្យាល័យហ៊ុនសែនស្នូលហ្នឹងនឹងប្ររពធ្វើនៅថ្ងៃ6 7 8ខែ4ហើយឃើញថាពួកគាត់ក្រោយពីគណនេយ្យការសិក្សាគាត់មកហាត់រំមកហាត់លេងបាំដែលតម្រូវឲ្យឡើងសម្ដែងនៅក្នុងកម្មវិធីសង្គ្រាមឆ្នាំថ្មី2025នៅវិទ្យាល័យហ៊ុនសែនស្នូលនេះបាទនេះបាទមាន style បាំគួតឡោកអីហ្នឹងគឺគាត់ហាត់រាល់ថ្ងៃក្រោយពីទម្លាយពីការសិក្សាដោយមានគ្រូចាំបង្ហាត់ដែរបាទនេះនៅពេលត្រីដែរហើយគាត់ប្រឹងប្រែងរៀនខ្លួនដូចជាមានវគ្គសម្ដែងរឿងទៀតតែយើងអត់ទាន់ដល់នៅក្នុងការសម្ដែងរឿងទេបាទនេះយប់ដែរហើយម៉ោង6ជាងណាហើយនៅលើនេះគឺគាត់ហាត់រាំនៅកន្លែងតារាងបាល់បោះហើយកន្លែងហ្នឹងគឺជាកន្លែងដែលជាងធ្វើសង្គ្រាមតែម្ដងតែពេលល្ងាចចឹងតិចទេបើថ្ងៃក្តៅណាស់ហ្នឹងគាត់ហាត់រៀងរាល់ថ្ងៃនៅខាងចុងវីដេអូហ្នឹងនឹងមានឃើញឆាកដែលខ្ញុំបាទជួយវាយឫស្សីចំណុចចុងវីដេអូនេះបាទនេះគឺឆាកដែលខ្ញុំវាយឫស្សីតែឫស្សីនៅនេះវាឫស្សីស្នទេអត់មានឫស្សីស្រុកដូចនៅខាង